ថ្ងៃនេះពិសេសណាស់បងប្អូននេះខ្ញុំមកដល់ខ្មែរបងប្អូនអើយនឹកជាងគេគឺធុងប្រហុកនឹងខ្ញុំតែម្ដងព្រោះថាធ្លាប់តែហូបប្រហុករងថ្ងៃបងប្អូនចាអស់ពីច្រាមស្លោម្ជូរស្លោកកោត្រូវការប្រើប្រហុកទាំងអស់ទៅស្រុកចិនវាអត់ប្រហុកបងប្អូនស្លោអីប្រើទឹកត្រីបងប្អូនអើយឃ្លានខ្លាំងណាស់ឥឡូវគាត់មកដល់ភ្លាមនេះគឺថាច្រាំប្រហុកតែម្ដងចាថ្ងៃនេះនេះខ្ញុំលីងប្រហុកតែលីងរបៀបសាច់ជ្រូកដុំបងប្អូនចាអញ្ចឹងនេះខ្ញុំហាន់សាច់ជ្រូកដុំទុកមួយឡែកហើយនេះខ្ញុំច្រាំប្រហុកជាមួយកាសាបន្ថែមជាមួយម្ទេស4 10គ្រាប់ចឹងទៅចាថ្ងៃមុនច្រាំយើងដំវាសិនកុំឲ្យខ្ទាតបងប្អូនចាច្រាំប្រហុកលើកនេះគឺរៀនប្លែកតិចព្រោះថាយើងច្រាំប្រហុកជាមួយតែកាសាំងមួយម្ទេសទេទុកឆាយកតែម្ដងប្រហុកច្រាំជាមួយកាសាំងម្ទេសយើងគឺរួចរាល់ហើយយើងទុកមួយឡែកសិនមកបងប្អូនមកដាក់ខ្ទះឲ្យក្តៅចាលីងជាមួយខ្ទឹមក្រហមខ្ទឹមសយើងហ្នឹងសម្រាប់ខ្ទឹមក្រហមយើងចិតវាដុំខ្ទឹមសក្របបកសបកបានហើយលីងរៀងឈ្ងុយបន្តិចបន្ថែមជាមួយនឹងម្ទេសក្រៀមត្រឡប់ម្ទេសក្រៀមបន្តិចទៅយើងឆាជាមួយនឹងសាច់ជ្រូកយើងឆាតតែចេញខ្លាញ់ព្រោះសាច់ជ្រូក3ជាន់រលីងវាតតែដាច់ទឹកចេញខ្លាញ់បងប្អូនណារួចចាំបន្ថែមជាមួយនឹងស្ករត្នោតនេះខ្ញុំដាក់មុនប្រហុកដោយសារតែចង់លីងស្ករត្នោតជាមួយសាច់ជ្រូកឲ្យគាត់ឡើងក្រហមសិននោះទៅឈ្ងុយឆ្ងាញ់ហើយពណ៌សាច់ជ្រូកយើងក្រហមបន្ថែមជាមួយនឹងប៊ីចេងហើយនឹងម្សៅស៊ុបបន្តិចត្រឡប់ចុះត្រឡប់ឡើងយើងថែមជាមួយប្រហុកយកតែម្ដងបងប្អូនណាចានេះយើងរំងាស់វាទុករហូតដល់ដាច់ទឹកបងប្អូនមានន័យថាឡើងជាតិប្រេងតែម្ដងប្រហុកយើងបានដាច់ទឹកល្អណាស់បន្ថែមចុងក្រោយគឺម្ទេសខ្មាំងចៅអត់បានទេបងប្អូនចានេះខ្ញុំមុននឹងញ៉ាំអាហារក៏មកភ្លេចជាមួយនឹងវីតាមីន CSM ដើម្បីការពារធាត់និងសម្រកគីឡូបងប្អូនអើយតំណងខ្លាំងណាស់ពេលញ៉ាំទៅជ្រប់ត្រូវជាមួយកាសាំងបងប្អូនយើងវិជាតិនោះជាតិបើធ្វើតាមនេះខ្ញុំយើងញ៉ាំសាច់ជ្រូកនិងស្បែកជ្រូកដុំបងប្អូនអើយមិនដឹងថានិយាយរ៉ាយរាប់មិនទេព្រោះនេះខ្ញុំខានមួយអាទិត្យទេបងប្អូនចារឿងប្រហុកនេះគឺនេះខ្ញុំញ៉ាំសឹងរាល់ថ្ងៃឥឡូវខានមួយអាទិត្យបានដាក់ប្រហុកនេះដូចថាក្តីសុខណាបងប្អូនឆ្ងាញ់ខ្លាំងណាស់សេះត្រយងចេចាត្រកួនស្រែយើងនឹងចាជាមួយនឹងទ្របស្រួយទ្របផ្អេមពពាយទ្របវែងហើយមកកតុំថេតនឹងនិយាយពីថាជាតិណាបងប្អូនបាយអត់ដឹងខ្លួនទេដាច់មួយចានថែមមួយចាននិយាយទៅដូចញាត់ខុសអញ្ចឹងមានអារម្មណ៍ថាតឹងពោះខ្លាំងហើយតែមាត់នឹងនៅតែឃ្លានបងប្អូនអូជាតិខ្លាំងណាស់ព្រោះថានេះខ្ញុំទៅស្រុកចិនវិញពេលដែលភ្ជុំហើយនេះបងប្អូនអើយវិចប្រហុកទៅហើយភ្លេចអត់បានទេបងប្អូនចាពីព្រោះថានេះខ្ញុំនៅទីនោះគឺខ្ញុំដេកតែសម័យរឿងប្រហុកតែម្ដងមួយមុខនេះបងប្អូនធ្វើលឿនហើយញ៉ាំឆ្ងាញ់ខ្លាំងណាស់បងប្អូនក៏ភ្លេចសាកធ្វើពិសេសបនភ្ជុំហ្នឹងបងប្អូនអាចធ្វើទៅវត្តបានធានាថាលោកតាលោកបងនិយាយពីថាលោកញាប់ដៃដូចយើងអញ្ចឹងចាដល់តែគាត់អត់សូវតលន់បានទេព្រោះភ្ជុំនេះរៀងហូបច្រើនណាចង់មកយកដាក់ប្រហុកលីងហ្នឹងទៅធានាថាប្រហុកលីងហ្នឹងដាច់មុនគេហើយបងប្អូនអញ្ចឹងបងប្អូនដែលទៅវត្តហៅនឹកមកហូបឃើញកុំភ្លេចណាប្រហុកលីងក្រសាំងសាច់ជ្រូកដុំនេះធ្វើទៅវត្តដល់មិនខុសហើយបងប្អូនចាវីដេអូនេះខ្ញុំក៏ត្រូវបានបញ្ចប់អរគុណបងប្អូនដែលទស្សនាវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនមានសុខភាពល្អរកទទួលទានមានបានគ្រប់ក្រុមគ្រួសារអរគុណជម្រាបលាបាយបាយ